Châu hạt lệ khả một. Cú sa trò cô lù dương lên trơ ca côn prasa thoát đôi anh tiệt hài. Si tràn tại thưa ca tịch. Thưa ở chin cu ập on mục mọt rọt ngày. បងថ្លៃក្នុងពេលបងត្រូវទៅហើយបានទិញម៉ាស៊ីនដេរនោះទុកឲ្យពួកយើងទៅខែក្រោយខ្ញុំត្រូវប្រើវាសម្រាប់រៀបការមើលចុះរាងកាយបែបនេះដើរមិនរួចផងយករបស់ទៅច្រើនធ្វើអីទុកឲ្យផ្ទះយើងទៅគុំឲ្យខាតនេះខ្ញុំ គុំធ្វើជាល្ងងអីចុះហត្ថលេខាហើយចាក់ចេញទៅផ្ទះម្ដាយអញភ្លាម លែងលះក៏បានដែរ ម៉ែគាត់ព្រមហើយអូហូថ្ងៃនេះប្លែកម្លេះនាងធាត់នេះចេះគិតឃើញហើយ ចង់បានម៉ាស៊ីនដេរបាំងកង់របស់ខ្ញុំមកវិញសិនបានស្បៀង20គីឡូពិន្ទុការងារ36និងពងមាន់12គ្រាប់សងមកឲ្យអស់ និយាយស្អីពងមាន់12គ្រាប់ឯណាមកពីណាម៉ែកុំតាន់អាខឹង ម៉ែស៊ី3គ្រាប់សៀវមេស៊ី4គ្រាប់ជីនជូនស៊ី5គ្រាប់ខ្ញុំស៊ីតែ4គ្រាប់កន្លះទេនៅសល់កន្លះគ្រាប់ទៀតជ្រុះដេកឆ្កែវាខំយកទៅបាត់ អូហូហ៊ានសារភាពទៀតខួរក្បាលមិនសូវមានតែស្មោះត្រង់ណាស់ សិនតាហាគុំមកនិយាយរឿងគ្មានហេតុផលម៉ែនេះមិនមែនគ្មានហេតុផលទេនេះគេហៅថាការភ្ញាក់រលឹកពួកអ្នកឯងស្ដាប់ឲ្យច្បាស់បានម៉ាស៊ីនដេរនោះម៉ែអ្នកទុកវាម៉ែទុកក៏មិនមែនជារបស់ម៉ែដែរបើកូននៅមុខផ្ទះម៉ែអាចដាក់គុំប្រាប់ថាត្រូវចែកកូនពាក់កណ្ដាល មិនក៏និយាយស្ដីអាក្រក់ម្លេះ ពីមុនខ្ញុំនិយាយល្អជាមួយអ្នកតែអ្នកក៏នៅតែលួចពងមាន់ខ្ញុំក្នុងពេលនិយាយល្អគ្មានប្រយោជន៍ថ្ងៃនេះខ្ញុំនឹងនិយាយតាមត្រង់វិញ គ្រូសាយើងចិញ្ចឹមអញ2ឆ្នាំអញហ៊ានគិតលេខជាមួយយើងរី ចិញ្ចឹមខ្ញុំម៉ែស្ដាប់ខ្លួនឯងមើលថាវាសមទេពេលខ្ញុំរៀបការមកខ្ញុំយកភួយថ្មី2ឆ្នាំងដែក1ស្បៀងល្អ20គីឡូបានស្បៀង20គីឡូនិងបានម៉ាស៊ីនហៅថាចិញ្ចឹមខ្ញុំពួកអ្នកឯងចិញ្ចឹមខ្ញុំដូចចិញ្ចឹមជ្រូកដល់ពេលចូលឆ្នាំចង់ឲ្យខ្ញុំនៅធ្វើការដោយដល់ពេលបុណ្យចូលឆ្នាំហើយនៅតែមិនព្រមលះបង់ការស៊ីសាច់នាងធាត់នេះកាន់តែចេះក្អេងក្អាងហើយខ្ញុំមិនបានក្អេងក្អាងទេគឺខ្ញុំទៅតែភ្ញាក់ខ្លួនចង់ឲ្យលូជីនគូត្រឡប់មកលេងលះគ្នាក៏មិនមែនមិនបានដែរតែត្រូវទៅគូរឿងទ្រព្យសម្បត្តិឲ្យច្បាស់សម្បត្តិស្បៀងសំបីតែ1គីឡូក៏ខ្ញុំមិនទៅណាដែរថ្ងៃនេះនាងហាក់ដូចជាប្លែកខុសពីធម្មតាបងកុំបារម្ភខ្ញុំពិតជាប្លែកមែនខួរក្បាលនាងទេតើប្លែករឿងមិនប្លែកក៏មើលមិនដឹងដែរមានរឿងអ្វីទៀតហើយមកតាន់ពេលល្អណាស់ម៉ែបងចង់ឲ្យខ្ញុំលេងលះដោយដៃទេខ្ញុំព្រមលេងប៉ុន្តែមិនព្រមទៅដោយដៃទេទោះបីជាខ្ញុំថត់ក៏ដោយក៏មិនមែនជាឃ្លាំងស្តុករបស់គ្រូសាបងដែរសិនតាហ្វានាងចង់ធ្វើអីទៀតចង់លេងលះមែនទេពីមុនមិនមែននាងប្រកែកដាច់ខាតទេពីមុនខ្ញុំភ្នែកកងឹតតែឥឡូវខ្ញុំភ្លឺភ្នែកហើយជីនគូកូនស្ដាប់មើលនាងកំពុងតែជេរកូនហើយម៉ែកុំតាន់ជេរជ្រែកពេលខ្ញុំជេរខ្ញុំតែងតែបញ្ជាក់ឈ្មោះបើខ្ញុំមិនតាន់បញ្ជាក់ឈ្មោះម៉ែទេកុំតាន់អាក្តៅក្រហាយនិយាយស្ដីឲ្យសមរម្យបន្តិចខ្ញុំកំពុងតែនិយាយសមរម្យហើយបើពេលណាខ្ញុំមិននិយាយសមរម្យប្អូនបងប្រហែលជារកកន្លែងលាក់មុខមិនតាន់ទេបងនាងជេរខ្ញុំមែនហើយខ្ញុំជេរនាងចង់ឲ្យខ្ញុំនិយាយម្ដងទៀតទេខ្លាចនាងស្ដាប់មិនយល់ចង់លេងមែនទេពិតមែនលក្ខខណ្ឌគឺត្រូវសងរបស់ខ្ញុំមកវិញបងគុំជឿនាងគ្រាន់តែមិនចង់បែកពីបងទើបធ្វើជារករឿងពីរបស់សៀវមីបើមាត់នាងអាចក្បាញ់ក្រណាត់បាននាងប្រហែលជាខ្លាចជាអ្នកមានយូរហើយឲ្យស្ដាយនាងចេះតែនិយាយរឿងមិនគុំនិយាយអបាក់អណ្ដាតរឹងពេកទៅផឹកទឹកទៅនាងចង់បានអ្វីខ្លះសម្បត្តិទិញម៉ាស៊ីនដេរ1សន្លឹកសម្បត្តិទិញកង់1សន្លឹកសម្បត្តិស្បៀង20គីឡូនិងពងមាន់12គ្រាប់ពិន្ទុការងារ36ពិន្ទុហើយភួយដែលខ្ញុំយកមកពេលរៀបការនឹងឆ្នាំងដែក1ភួយនោះគេយកទៅឲ្យសៀវមេប្រើយូរហើយឆ្នាំងដែកក៏នៅក្នុងផ្ទះបាយដែរចូលមកផ្ទះត្រកូលលូហើយគឺជារបស់ត្រកូលលូទាំងអស់ចុះពេលម៉ែរៀបការជាមួយប៉ាលូម៉េចក៏មិនឃើញម៉ែបដូរត្រកូលតាមគាត់ដែរម៉េចក៏នៅតែយកមកជេរគេរាល់ថ្ងៃភួយនឹងឆ្នាំងដែកអាចសងវិញបានសូម្បីតែបញ្ជីកត់ត្រាកូពីចុះរឿងពិន្ទុការងារវិញយ៉ាងម៉េចដែររដូវភ្ជួររាស់ឆ្នាំនេះខ្ញុំធ្វើការជំនួសគ្រួសារអ្នក3ថ្ងៃហើយដាក់ឈ្មោះក្រោមឈ្មោះលូស៊ីជុនពេលហាស្រូវពីថ្ងៃក៏ដាក់ឈ្មោះក្រោមឈ្មោះម៉ែអ្នកខែមុនខ្ញុំទៅដងទឹកនៅក្រៅជួបជំនួសសៀវមេកន្លះថ្ងៃពិន្ទុការងារទាំងនោះគាត់យកទៅដូរយកខ្សែក្រហមចង់សល់អស់ហើយអ្នកកុំមកចេះតែនិយាយពេកខ្សែក្រហមនោះនៅក្រោមខ្នើយអ្នកនឹងចង់ឲ្យខ្ញុំទៅយកមកបង្ហាញជាផ្ទះតាំងឥឡូវនេះទេចុះពេលភ្ជួររស់អ្នកមិនមែនថាឈឺចង្កេះទេអីគឺខ្ញុំឈឺមែនឈឺចង្កេះតែមិនរារាំងគាត់ទៅចាប់ត្រីនៅមាត់ទឹកទេឈឺបានសំហែកផងណាស់
ឈឺតែពេលធ្វើការតែពេលលេងមិនឈឺទេ ជីនគូអ្នកនៅជឿគាត់ទៀតហើយគាត់ជាប្រពន្ធអ្នកណា ធ្វើការបន្តិចបន្តួចមានអីទៅម៉ែខ្ញុំមិនមែនមិនចង់ធ្វើការទេតែអ្នកទាំងអស់គ្នាជេរខ្ញុំថាខ្ជិលហើយថែមទាំងយកពិន្ទុការងារខ្ញុំទៅទៀតធ្វើបែបនេះមិនសមរម្យទេនេះមិនមែនជាការរស់នៅជាមួយគ្នាទេអ្នកទាំងអស់គ្នាចាត់ទុកខ្ញុំដូចជាក្បាលកិនរួចហើយនៅថាខ្ញុំរំខានកន្លែងទៀត ថ្ងៃនេះអ្នកនិយាយស្ដីហាក់ដូចជាខឹងសម្បា ខ្ញុំទ្រាំ2ឆ្នាំមកហើយវាដល់ពេលផ្ទុះហើយរឿងលែងលះមិនមែននិយាយតែមាត់គឺចប់ទេបើអញ្ចឹងយើងដោះស្រាយគ្នាយប់ទៅខ្ញុំមិនប្រញាប់ទេតែចាប់ពីថ្ងៃនេះទៅខ្ញុំមិនធ្វើម្ហូបមិនបោកខោអាវមិនឲ្យចំណីជ្រូកទេហើយក៏មិនធ្វើការជំនួបអូនអ្នកទៀតដែរបើចង់ឲ្យខ្ញុំធ្វើការត្រូវសងពិន្ទុការងារខ្ញុំមកវិញម៉ែគាត់យកពិតមែនហើយឈប់ស្រែកទៅបើស្រែកទៀតអ្នកចិត្តខាងគេមកមើលអស់ហើយបើពួកគេមកខ្ញុំនឹងប្រាប់ពួកគេរឿងពងមាន់បាត់នោះឲ្យដឹងទាំងអស់គ្នាអ្នកហ៊ានទេខ្ញុំហ៊ានឬមិនហ៊ានអ្នកទើបតែឃើញអំបញ្ញមិញនេះទេសូអី ខ្ញុំមិនដឹងទេ សៀវមេបើអ្នកមិនដឹងក៏មិនអីដែរតែកូសាច់ភ្នែកអ្នកវាប្រាប់ថាអ្នកកំពុងសម្លឹងមើលការពូក្រណាត់នោះ រវល់ណាស់ណា ឃើញទេភ្នែកអ្នកក្បត់អ្នកទៀតហើយអ្នកនិងប្អូនអ្នកពិតជាគូកណ្ដែងស័ក្តិសមនឹងគ្រួសារនេះមែនម្នាក់លួចហើយបែកការខ្លួនឯងម្នាក់ទៀតលាក់សោហើយសម្ដែងរឿងសៀវមេប្រាប់មកបានទិញម៉ាស៊ីនដេរនៅអ្នកមែនទេ បងខ្ញុំចង់ទុកវាសម្រាប់រៀបការពេលក្រោយបងថ្លៃគាត់ថត់ហើយក៏ដេកខោអាវមិនចេះដែរឲ្យបាននឹងទៅគាត់ក៏ខ្ជះខ្ជាយដែរខ្ញុំថត់តែពាក់ព័ន្ធអីនឹងបានទិញម៉ាស៊ីនដេរគេប្រើជើងជាន់មិនមែនប្រើចង្កេះទេខួរក្បាលតូចតែចេះរវីរវល់រឿងគេ បងគ្រាន់តែមិនចង់ឲ្យខ្ញុំទេកុំនិយាយច្រើន របស់ខ្ញុំហេតុអ្វីខ្ញុំត្រូវឲ្យអ្នកឲ្យខ្ញុំថាបងថ្លៃមិនមែនឲ្យខ្ញុំថាម្ដាយទេខ្ញុំមិនមែនចិត្តធំដល់ថ្នាក់រៀបចំថ្លៃទឹកដោះឲ្យអ្នកទេស ៀវមេយកវាចេញមក បងយកវាចេញមកអូយបានត្រឡប់មកផ្ទះវិញហើយតើត្រូវគេធ្វើបាបមែនទេតើតាមខុសមនុស្សមែនទេអ្វីជាមួយបានមួយសន្លឹកនឹងខ្ញុំកំពុងលួងលោមគាត់ធ្លាក់ក្នុងដៃអ្នកវេទនាជាងខ្ញុំរៀបការជួបផ្ទះត្រកូលលូទៅទៀតគ្រាន់តែបានមួយសន្លឹកអ្នកចាំបាច់ត្រូវតែចិត្តចង្អៀតចង្អល់ម៉ែនិយាយស្រួលណាស់បានមិនមែនជារបស់ម៉ែបានជាម៉ែចិត្តទូលាយចុះបើម៉ែយកកង់ដៃប្រាក់ដែលម៉ែទុកក្នុងហឹបមកឲ្យខ្ញុំវិញខ្ញុំនឹងរៀនធ្វើជាមនុស្សចិត្តទូលាយដូចម៉ែដែរនោះជារបស់ម៉ែឃើញទេដល់វេនខ្លួនឯងទើបដឹងថាឈឺចាប់បង្ហាញថាម៉ែមិនមែនមិនដឹងខុសត្រូវទេគ្រាន់តែម៉ែតែងតែរកលេខឲ្យខ្លួនឯងជានិច្ច ចុះបានទិញកង់នៅឯណា មើលខ្ញុំធ្វើអីខ្ញុំមិនបានយកទេ អ្នកមិនបាច់ភ័យទេមនុស្សដូចអ្នកឲ្យតែថៃគឺមើលទៅដូចជាបានយកទៅហើយដូចជាទើបតែលក់បានថ្មី កុំនិយាយផ្ដេសផ្ដាស បើអញ្ចឹងអ្នកហ៊ានស្ពតទេជីនជុនអ្នកមិនបានយកវាពិតមែនទេ ខ្ញុំគ្រាន់តែខ្ចីទៅឲ្យធីជូមើលបន្តិចទេ បាននឹងក៏យកទៅខ្ចីមើលបានដែរ ចុះហេតុអ្វីអ្នកមិនខ្ចីខួរក្បាលទៅឲ្យគូមើលខ្លះទៅមើលថាវាព្រមសងប្រាជ្ញាខ្លះមកអ្នកវិញរួចអត់យកវាមកវិញបង ធីជូនិយាយថាបាននឹងអាចដូរម្សៅសាច់បានកន្លះបាវ ឡបើអ្នកហ៊ានដូរវាខ្ញុំនឹងទៅការិយាល័យក្រុមវិការថាអ្នកលួចយកបានរបស់គ្រួសារយោធាយកទៅដូរទំនិញខុសច្បាប់ឃើញទេមេក្រុមហៅអ្នកទៅផឹកតែហើយខ្ញុំទៅឥឡូវនេះហើយ គ្រាន់តែថតបន្តិចសោះមិនក៏កាច់ម្លេះ នេះជាជាតិថ្លៃការពារខួរក្បាលខ្ញុំកុំឲ្យស្ត្រេសបើស្គមស្គាំងហើយអត់ខួរក្បាលទៀតទើបហៅថាខាត ចុះបានដូរមកវិញនៅ ធីជូថាគេគ្រាន់តែលេងសើចទេ សំណាងហើយដែលគេគ្រាន់តែលេងសើចបើដូរមែនស្លែកនេះអ្នកមិនមែនឈ្មោះលូយៀងជាងទេ គឺលូយៀងឆិនវិញបងជួយមកទៅគាត់ផង សម្បត្តិគឺអ្នកជាអ្នកយកផ្កាក៏អ្នកជាអ្នករក មិនមែនអ្នកចង់លែងលះទេបើផ្ទះត្រកូលលូក៏គង់ញ៉ាំទៀតទៅ បាន អញធ្វើអីនឹង យកឆ្នាំងពេលដែលមិនឲ្យខ្ញុំញ៉ាំបាយផ្ទះត្រកូលលូខ្ញុំក៏ត្រូវតែយកឆ្នាំងខ្ញុំទៅដែរថ្ងៃក្រោយអ្នកទាំងអស់គ្នាដាំបាយដោយរបៀបណាក៏មិនពាក់ព័ន្ធនឹងខ្ញុំដែរឆ្នាំងនឹងប្រើ2ឆ្នាំហើយវាជារបស់ផ្ទះយើងយូរហើយ តើវាជារបស់អ្នកពិតជាល្អណាស់ ចុះខ្ញុំក៏ប្រើលូយៀងហូប2ឆ្នាំដែរតើគាត់ក៏ជារបស់ខ្ញុំដែរឬឯនេះពិតជាគ្មានកិច្ចខ្មាស់មែនបើអ្នកមានកិច្ចខ្មាស់មិនក៏មកដណ្ដើមឆ្នាំងខ្ញុំរវាងមុខមាត់និងឆ្នាំងអ្នកត្រូវតែសងខ្ញុំមួយមក
ទុកឆ្នាំងនៅទីនេះហើយដួសបាយឲ្យគាត់ទៅម៉ែយាងហូកុំរករឿងទៀតអីទេថ្ងៃនេះកូនប្រុសអ្នកខួរក្បាលកំពុងដំណើរការគុំទៅរំខានគាត់សិនតាហ្វាហើយខ្ញុំធ្វើអីចង់កាត់ចំណេញខ្ញុំមែនទេញ៉ាំបាយទៅបានបើអ្នកចេះស្ដាប់បង្គាប់បែបនេះតាំងពីដើមខ្ញុំក៏មិនសូវស្ដីឲ្យអ្នកដែរមិនមែនអ្នកថាឈប់ធ្វើម្ហូបទេចុះស្អែកអ្នកណាធ្វើអ្នកណាឃ្លានអ្នកនោះធ្វើទៅមិនមែនមានតែខ្ញុំម្នាក់ឯងដែលមានដៃនោះទេខ្ញុំធ្វើមិនកើតទេឯងចេះឆ្លោះកញ្ចក់ចេះរិះគន់ខ្ញុំចេះលួចសម្បត្តិមិនក៏ដល់ពេលធ្វើម្ហូបបាយជាភ្លេចបាត់ជំនាញឯងនេះពិតជាចម្លែកមែនឯងចង់បះបោមែនទេផ្ទះនេះមិនទាន់ដល់វេនឯងធ្វើធំទេណាអ្នកកុំបារម្ភអីខ្ញុំមិនបានចង់ធ្វើធំទេខ្ញុំគ្រាន់តែលីលែងពីតំណែងអ្នកបម្រើអត់ប្រាក់ខែចាប់ពីថ្ងៃនេះទៅគ្មានអ្នកធ្វើទៀតទេឯងចង់រស់នៅបែបនេះមែនទេមែនហើយខ្ញុំចង់រស់នៅមិនមែនរស់នៅរងចាំថ្ងៃស្លាប់ទេម៉ែប្អូនខ្លាចហើយស្នាប់មាត់ទៅខ្ញុំដឹងហើយចុះមិនបានពងបនេះខ្មៅអញ្ចឹងទៅចិត្តគំនិតគ្រួសារអ្នកឯងអញ្ចឹងទាំងខ្មៅទាំងរវីងនាងរៀបកញ្ចប់ខោអាវធ្វើអីខ្ញុំរើចេញរើទៅណាទៅផ្ទះចាស់ដែលម៉ែខ្ញុំមិនសល់ទុកនៅខាងលើទៅណាទៅផ្ទះចាស់ដែលម៉ែខ្ញុំមិនសូវទុកនៅខាងលិចភូមិទោះវាកាច់បន្តិចមែនតែគ្មានអ្នកណាមកលួចពងមាន់ខ្ញុំទេខ្ជិលអាកាសក៏បរិសុទ្ធដែរទៅចុះបើខ្លាំងមែនកុំត្រឡប់មកវិញម៉ែមិនបាច់បារម្ភទេខ្ញុំមិនសូវមានគុណសម្បត្តិអ្វីទេតែបាននិយាយថាទៅគឺទៅមែនយ៉ាងណាក៏ខ្ញុំថតដែរយឺតបន្តិចតែកូតាខ្ញុំច្បាស់លាស់ចុះពូជថ្មីរបស់នាងយកទៅដែរទៅផ្ទះដែកនោះក៏យកទៅដែរទៅចុះមាន់នៅផ្ទះនេះបើអ្នកឯងអាចបញ្ជាក់បានថា10000ណាត្រកូលូខ្ញុំនឹងទុកឲ្យអ្នកឯងមួយរោងនាងយករបស់ទាំងអស់ចុះពួកយើងរស់នៅយ៉ាងម៉េចមិនមែនអ្នកឯងថាខ្ញុំស៊ីផឹករបស់ពួកអ្នកឯងទេហេខ្ញុំទៅបាត់ហើយពួកអ្នកឯងគួរតែសប្បាយចិត្តដូចថ្ងៃបុណ្យទានចុះមិនក៏ធ្វើមុខក្រៀមក្រំអញ្ចឹងផ្ទះនោះវានៅលិចទឹកជួសចូលទៅចុះអូសដិតលើសយកទៅនាងម្នាក់ឯងធ្វើកាត់ហេខ្ញុំម្នាក់ឯងមិនកើតចង់ឲ្យខ្ញុំនៅទីនេះធ្វើជាកូនឈ្នួលជាងគូអ្នកជាប្រុសមិនមែនជាឈើច្រត់ទេខ្ញុំមិនចង់រស់នៅពឹងផ្អែកលើគ្រួសារអ្នកឯងមួយជីវិតទេហើយរឿងលេងលះពួកយើងមិនទាន់និយាយគ្នាទៀតកុំស្មានថាខ្ញុំរយចេញគឺខ្ញុំចោះចាញ់ខ្ញុំគ្រាន់តែបដូរទីកន្លែងដើម្បីជួយពួកអ្នកឯងឲ្យកាន់តែខ្លាំងជាងមុនអូដាហ្វានាងត្រូវគ្រួសារប្តីលែងចេញមែនទេមីងលីវមាត់មីងនេះលឿនមែនបាប់ក៏បំពងសម្លេងភូមិខូចគេគួរតែយកមីងទៅឈូសជំនួសវិញទើបចំណេញភ្លើងមីងគ្រាន់តែបារម្ភពីនាងទេនឹងហៅថាបារម្ភហេនឹងគេហៅថាយកទុកលំបាកអ្នកដទៃមកធ្វើជាម្ហូបហើយមីងកុំញ៉ាំច្រើនពេកចិត្តគំនិតអាក្រក់ណាស់អ្នកទាំងអស់គ្នាមើលចុះថ្ងៃនេះមិនមែនខ្ញុំត្រូវគេដេញចេញទេគឺខ្ញុំលីឈប់ដោយខ្លួនឯងមុខរបរអ្នកបម្រើអត់ថ្លៃរបស់គ្រួសារតកូលូបានបិទហើយយ៉ាងហោចណាស់ក៏ល្អជាងនៅផ្ទះតកូលូដែរយ៉ាងហោចណាស់ផ្ទះថ្មីក៏មិនចេះជៀសប្រមាថខ្ញុំដែរហុយខ្លាំងណាស់នេះបញ្ជាក់ថាគេស្វាគមន៍ខ្ញុំខ្លាំងណាស់អ្នកធ្វើអីហ្នឹងបកាមើលចុះលំនៅដេនេះស្អាតតើចុះមកខ្ញុំជួយមិនបាច់ទេក្រែងលោកម៉ែអ្នកថាខ្ញុំប្រើអ្នកធ្វើការទៀតគេឈ្មោះខ្ញុំឥឡូវមិនសូវល្អស្រាប់ហើយកុំឲ្យគេយកទៅនិយាយដាំទៀតអីអ្នកជប់និយាយចាក់ដោតបានទេមិនបានទេមកទំនេរវាឃ្លាននិយាយចាក់អ្នកបន្តិចកាត់បន្ថយចំណាយជួយកាន់ចិនដាក៏រាប់ជាពិន្ទុការងារដែរប្តីប្រពន្ធនឹងគ្នាគឺរាប់ដែរឆាប់ចាក់ចេញទៅដើម្បីសម្របខ្លួននឹងតម្លៃទីផ្សារជាមុនខ្ញុំមិនទាន់ព្រមលេងទេអ្នកព្រមឬមិនព្រមក៏មិនប៉ះពាល់ដល់ការសម្រេចចិត្តខ្ញុំដែរពីមុនខ្ញុំរវល់តែតាមអ្នកឥឡូវខ្ញុំរវល់តែមើលថែខ្លួនឯងបើអ្នកចង់តម្រង់ជួរយប់នេះភ្លៀងបើមិនជុះចូលដំបូលទេវានឹងលិចបណ្ដោយឲ្យលិចទៅពីមុននៅផ្ទះនោះក៏លិចដែរលិចដល់ក្នុងចិត្តរស់នៅម្នាក់ឯងពិបាកទេពិបាកតើគ្មានអ្នកលួចរបស់ខ្ញុំទៅរៀនសាំនឹងវាវិញហាមាត់ធំខ្លាំងពេកប្រយ័ត្នគ្មានអ្នកយកគ្មានអ្នកយកក៏ល្អខ្ញុំមិនមែនជាកន្ត្រកទេដែលត្រូវគេលើកយកទៅទើបមានតម្លៃ
Hãy để vây ban chi chiên cu nơi tí ní. ឃើញទេរឿងនិយាយដើមមកដល់ភ្លាម ខ្ញុំយកអូសមកឲ្យគាត់ ឬទេយកអូសមកមិនមែនយកចិត្តមកឲ្យទេ មីងលីវកុំនិយាយផ្លេសផ្ដាស់ ចាស់ហើយចង់តែលាលែងពីការងារហា ថ្ងៃនេះយើងដកស្មៅនៅចំការខាងកើត ពិតជាពិន្ទុការងារតើហៅមកយកពិន្ទុដែរ ប្រយ័ត្នអង្គុយចុះហើយនៅមិនរួច មីងលីវមិនបាច់បារម្ភទេបើខ្ញុំអង្គុយចុះមាត់មីងប្រហែលជាអាចជួយជីខ្ញុំឡើងបាន ហាគាត់ធ្វើការអីកើត ធ្វើបន្តិចក៏ស្រែកឃ្លាន ជាងជនកុំបារម្ភពីខ្ញុំអី ម្សិលមិញអ្នកសំបីតែនំប៉័ងពាក់កណ្ដាលក៏លួចដែរថាឃ្លានចេញពីមាត់អ្នកវាស្ដាប់ទៅដូចចោល អូគាត់ធ្វើការបានល្អណាស់ មនុស្សថតកម្លាំងខ្លាំងមិនចម្លែកទេ មីងលីវកុំចេះតែនិយាយពេក ធ្វើការតាំងពីព្រឹកបានពិន្ទុតិចតួចសោះខាត់ពេកមែន ថ្ងៃនេះស៊ីនតាហាធ្វើការបានល្អណាស់គាត់ពិន្ទុពេញឲ្យគាត់ទៅ ចុះហេតុអីបានគាត់បានពិន្ទុព្រោះគាត់ធ្វើការច្រើនជាងអ្នកទេ កុំចេះតែមិនសុខ រឿងតែមួយដែលអ្នកធ្វើបានច្រើនជាងខ្ញុំគឺរឿងលួចពងមាន់នឹងឯង ហាមិនក៏នៅរំយកពីរឿងពងមាន់ទៀត ប្រវត្តិសាស្ត្រមិនអាចបំភ្លេចបានទេពងមាន់មិនអាចបាត់បង់ដោយឥតប្រយោជន៍ទេ ហាថ្ងៃនេះអ្នកធ្វើការបានពេញមែនទេម៉េចខកចិត្តមែនទេ អត់ទេ ចុះមុខមាត់អ្នកដូចឃើញជ្រូកឡើងដាំឈើអញ្ចឹង ខ្ញុំគ្រាន់តែមិននឹកស្មានដល់មិននឹកស្មានថាខ្ញុំអាចធ្វើការបានពីមុនអ្នកតែងតែដាក់ស្លាកថាខ្ញុំខ្ជិលនឹងលូខ្លួនថាខ្ញុំគ្មានប្រយោជន៍រហូតដល់អ្នកជួខ្លួនឯងទៀត លោកជីមគូខ្ញុំថតគឺជារឿងពិត តែរឿងដែលខ្ញុំគ្មានប្រយោជន៍គឺជារឿងមិនពិតរឿងដែលពីមុនអ្នកមើលមនុស្សមិនច្បាស់ក៏ជារឿងពិតដែរ សុំទោស កុំសុំទោសភ្លាមបែបនេះខ្ញុំខ្លាចម៉ែអ្នកថាខ្ញុំធ្វើឲ្យអ្នកខូចខួរក្បាលទៀត ខ្ញុំនិយាយមែនណា សុំទោសពិតប្រាកដក៏ត្រូវកត់ទុកដែរលើកទី1នេះមិនទាន់គិតលុយទេ តាហានៅតែជាកូនប្រសាទគោលូរបស់យើង ស្បៀងរបស់គាត់ខ្ញុំជាអ្នកទៅបើកជំនួស ម៉ែដៃម៉ែវែងដល់ហើយ នៅឆ្ងាយដល់ម្លឹងក៏នៅតែអាចមកប៉ះស្បៀងរបស់ខ្ញុំបាន ចេញទៅនៅក្រៅប៉ុន្មានថ្ងៃសំបីតែផ្ទះប្តីក៏មិនស្គាល់មែនទេ ស្គាល់តើបានជាខ្ញុំហៅម៉ែថាម៉ែបើមិនអញ្ចឹងទេខ្ញុំហៅម៉ែថាអ្នកលួចស្បៀងទៅហើយ ហា ខ្ញុំបើកជំនួសព្រោះខ្លាចអ្នកលើកមិនរួចទេ ខ្ញុំធ្វើការពេញមួយព្រឹកលើកស្បៀងប៉ុន្មានគីឡូខ្លាចអី ផ្ទុយទៅវិញចិត្តម៉ែដែលគិតច្រើនលឹងមិនក៏មិនទាន់ក្នុងគង់ទៀតពិន្ទុរបស់ស៊ីនតាហាថ្ងៃនេះគាត់ដោយឡែកស្បៀងក៏គាត់ត្រូវទៅបើកដោយខ្លួនឯងដែរ គាត់នៅមិនទាន់លេងលេះជាមួយកូនប្រុសខ្ញុំទេណា ទោះមិនទាន់លេងក៏មិនមែនមានន័យថាគាត់ជាម៉ែដែរកូនប្រុសម៉ែមិនមែនជាបោកដាក់ស្បៀងទេការដកមិនមែនមានន័យថាអាចបន្តកិច្ចសន្យាដោយស្វ័យប្រវត្តិទេធ្វើតាមច្បាប់ទៅស៊ីនតាហាទៅបើកដោយខ្លួនឯងបងថ្លៃបងម្នាក់ឯងញ៉ាំមិនអស់ទេ ទុកខ្លះឲ្យគ្រូសាមានអីខុស សៀវមីបងម្នាក់ឯងស្លៀកខោអាវមិនអស់ទេមិនក៏មិនចែកបានទិញក្រណាត់ឲ្យខ្ញុំខ្លះ មនុស្សយើងមិនគួរមានស្ដង់ដារពីនេះនឹងធ្វើឲ្យមាត់អ្នក អ្នកឯងនឹង ខ្ញុំសួរអ្នកថាខ្សែក្រហមនោះបានមកពីណាយកពិន្ទុទៅដូរមែនទេខ្ញុំជួយអ្នកស្ពាយ មិនបាច់ទេវាធ្ងន់ណាស់ អ្វីដែលធ្ងន់គឺទម្ងន់របស់វាមិនមែនជាការលំបាកទេ ខ្ញុំស្ពីរួយទេ ជីមគូឲ្យប្រពន្ធឯងឥឡូវខ្លាំងមែន ប្រហែលជាគាត់ល្អតាំងពីដើមមកហើយ ចុះមិនបានពីមុនឯងមើលមិនដឹង លោកជៀនគូ កុំធ្វើមុខស្មើធំពេកបើចង់ជួយពិតមែន យប់នេះយកកំសៅពោតកន្លះបោដែលជំពាក់ខ្ញុំមកសងផង ហាដឹងហើយ បងជៀនគូហត់ហើយមែនទេខ្ញុំយកពងទាស្នូលមកជូនបង អូពងទាទាំងនេះមកជួបជុំគ្នាមិនបានចូលចិត្តយកមកឲ្យប្តីគេញឹកម្លេះ បងដាហាគុំយកច្រឡំអីខ្ញុំគ្រាន់តែឃើញបងជៀនគូធ្វើការហត់ បើអាណិតគាត់មិនជួយទាញខ្សែការទឹកទៅយកតែពងទាមកឲ្យមិនចេះធ្វើការងារអ្វីសោះ ខ្ញុំជាស្ត្រីមេម៉ាយតើអាចជួយអ្វីបានខ្ញុំគ្រាន់តែចង់រាប់អានគ្នាជាអ្នកភូមិ រាប់អានបាន អ្នកនឹងរាប់អានប្រុសទាំងភូមិខ្ញុំមិនខ្វល់ទេតែពេលរាប់អានប្តីខ្ញុំសូមឲ្យខ្ញុំនៅទីនេះផងព្រោះខ្ញុំក៏ចូលចិត្តញ៉ាំពងទាដែរ តែហៅគុំនិយាយផ្ដេសផ្ដាស់ ខ្ញុំនិយាយផ្ដេសផ្ដាស់មែនទេចុះអ្នកញ៉ាំអត់ មិនញ៉ាំទេ
ឃើញទេគាត់មិនញ៉ាំទេប្អូនស្រីស៊ីវលៀនយកពងទានេះត្រឡប់ទៅវិញទៅកុំឲ្យខាត់បងអី មន់ពងហត់ណាស់ហើយអ្នកសម្ដែងក៏ហត់ដែរ ហាបងដាហាមិនបានបងតែងតែគិតថាខ្ញុំអាក្រក់ម្លេះ ខ្ញុំមិនបានគិតថាអ្នកអាក្រក់ទេខ្ញុំវិតម្លៃតាមអ្វីដែលអ្នកធ្វើបើអ្នកគិតថាពិន្ទុទាប លើកក្រោយកុំមកធ្វើល្អដាក់ប្តីគេទៀតខ្ញុំគ្មានចិត្តណាអ្វីទេហា ជូបទឹកភ្នែកទៅយំបានតែគុំយំក្នុងអណ្ដូងអ្នកភូមិគេត្រូវប្រើទឹក ហាហា អ្នកមិនអាចទុកមុខឲ្យគាត់ខ្លះទេ ចុះគាត់ធ្លាប់ទុកមុខឲ្យខ្ញុំដែររឿងដែលគេនិយាយថាខ្ញុំមិនស័ក្តិសមនឹងអ្នកក៏ដោយសារគាត់ដែរថ្ងៃនេះខ្ញុំគ្រាន់តែជីទឹកដាក់គាត់បន្តិចបន្តួចប៉ុណ្ណោះពេទ្យនេះគឺសុភាពបំផុតហើយ អ្នកគិតថាខ្ញុំថតហើយល្ងងមែនទេ សាច់ខ្ញុំនេះគ្រាន់តែការពារខ្យល់មិនមែនការពារខួរក្បាលទេ ហើយក្រោយមកគុំទទួលពងមាន់ពីស្ត្រីមេម៉ាយទៀត បើចង់ញ៉ាំទៅចិញ្ចឹមមាន់ខ្លួនឯងទៅកុំឲ្យគេយកពងមាន់មកធ្វើនុយដាក់អ្នកខ្ញុំមិនបានទទួលទេលើកនេះមិនទទួលក៏ចាត់ទុកថាអ្នកនៅមានខួរក្បាលខ្លះដែរហាបងថ្លៃមិនស្រួលទេម៉ែឈឺហើយបងប្រញាប់ត្រឡប់ទៅធ្វើម្ហូបមើលថែគាត់ទៅ គាត់ឈឺក៏ទៅរកគ្រូពេទ្យទៅមកឲ្យខ្ញុំធ្វើអីខ្ញុំមិនមែនជាថ្នាំទេណា បើគាត់ជួលទ្រូងក៏ព្រោះតែខឹងនឹងអ្នកដែរ អញ្ចឹងរឹតតែត្រូវទៅរកគ្រូពេទ្យក្រែងលោកគាត់ចិត្តចង្អៀតពេកត្រូវព្យាបាលឲ្យធូរចិត្តហេតុអ្វីអ្នកគ្មានមេត្តាធម៌បែបនេះ ខ្ញុំមានមេត្តាធម៌តែមិនមែនសម្រាប់មនុស្សគ្រប់គ្នាទេជាពិសេសអ្នកដែលលួចពងមាន់គឺអ្នកឯងនឹងម៉ែថាបើបងមិនត្រឡប់ទៅគាត់នឹងមិនញ៉ាំបាយទេ ល្អតែសន្សំសំចៃអង្គរ គ្រូសាអ្នកមិនមែននៅថាខ្ញុំញ៉ាំច្រើនទេថ្ងៃនេះម៉ែអ្នកចាប់ផ្ដើមសន្សំសំចៃគួរតែសរសើរគាត់ អ្នកនៅតែចិត្តទន់ដដែល មិនមែនទេខ្ញុំទៅមើលរឿងសប្បាយហើយក៏នាំគ្រូពេទ្យទៅជាមួយដែរបើម៉ែអ្នកឈឺមែនខ្ញុំនឹងជួយរកវិធីព្យាបាលបើគាត់ធ្វើពុតជាឈឺខ្ញុំនឹងធ្វើឲ្យគាត់ខ្មាស់គេវិញ ឲ្យខ្ញុំមិនរួចខ្លួនទេខ្ញុំត្រូវកូនប្រសាអត់ញោធ្វើបាបរហូតដល់ស្លាប់ហើយ ហាម៉ែជំងឺម៉ែនេះចេះរកកន្លែងស្រស់ស្រួលណាស់មានទាំងពងមាន់នៅក្បែរទៀត ឯងនៅមានមុខមកទៀតឬ មានតើទោះមុខខ្ញុំមូលក៏ដោយតែវាមិនក្រាស់ដូចមុខអ្នកដែលកំពុងធ្វើពុតជាឈឺនោះទេ ឈឺត្រង់ណា ឈឺទ្រូងឈឺក្បាលឈឺពេញខ្លួនតែម្ដងលោកគ្រូពេទ្យលោកពិនិត្យមាត់គាត់សិនទៅមាត់ខ្លាំងបែបនេះប្រហែលមិនមែនឈឺធ្ងន់ធ្ងរទេ មិនមានអ្វីធ្ងន់ធ្ងរទេកុំញ៉ាំអាហារខ្លាញ់ច្រើនពេកកុំខឹងច្រើនហើយសម្រាកឲ្យបានច្រើនទៅ ឬទេកុំខឹងច្រើនពេកម៉ែកុំជេរខ្ញុំទៀតអី ជេរខ្ញុំទៅម៉ែខូចសុខភាពទេ ទើបតែប្រាប់ថាឲ្យកុំខឹងច្រើន ឥឡូវអញធ្វើឲ្យម៉ែឈឺវិញហើយ ជំងឺនេះស្ដាប់បង្គាប់ម៉ែណាស់ចង់តែ មួយនេះស្ដាប់បង្គាប់ម៉ែណាស់ចង់តែបញ្ជាក់ថាពេទ្យនិយាយត្រូវម៉ែមិនអីក៏ល្អហើយជួនកាលឲ្យមើលគេផង ម៉ែឈឺស្រស់គេនៅសើចចំអកម៉ែទៀត ម៉ែនិយាយអត់ត្រូវទេ ខ្ញុំមិនមែនសើចព្រោះម៉ែឈឺទេគឺសើចព្រោះម៉ែសំដែងមិនសមសោះ បងថ្លៃអ្នកឯងហួសហេតុពេកហើយ ខ្ញុំហួសហេតុម៉ែអ្នកឯងទេដែលធ្វើពូឈឺរបស់ខ្ញុំឲ្យមកធ្វើម្ហូបពួកអ្នកឯងមិនថាហួសហេតុទេខ្ញុំនាំពេទ្យមកពិនិត្យបែរជាថាខ្ញុំហួសហេតុ គ្រូសាត្រកូលលូនេះចេះតែលំអៀងមែនដូចជើងការអីគេក៏ដើរមិនត្រង់សោះ អ្នកឯងត្រឡប់ទៅវិញទៅនៅទីនេះខ្ញុំមើលថែបានថ្លៃពេទ្យពួកអ្នកឯងជាអ្នកចេញ កុំសង្ឃឹមថានឹងកត់ឈ្មោះខ្ញុំឲ្យសោះខ្ញុំលែងជាអ្នករងគ្រោះរបស់ត្រកូលលូទៀតហើយ ម៉ែលើកក្រោយធ្វើពូឈឺកុំភ្លេចលាក់សម្បុរពងមាន់ផង ឧបករណ៍សម្ដែងរបស់ម៉ែបែកការលឿនជាងកូនម៉ែលួចរបស់គេទៅទៀតហាហាថ្ងៃហ្នឹងបើលោកមកមុខមួយទៀតគឺចាត់ទុកថាចោលកម្មហើយបាត់ដកថយក្រោយវិញគឺចាត់ទុកថាមុខទស្សនៈអ្នកឯងជ្រើសរើសមួយណា បងថ្លៃម៉េចក៏នៅក្នុងបន្ទប់ស្ងាត់ឈឹងអញ្ចឹង បើខ្ញុំចេញមុខមុន ចុះខ្ញុំមើលអ្នកឯងសម្ដែងរឿងលួចរបស់គេបានដោយរបៀបណា ខ្ញុំមិនមែនលួចទេខ្ញុំគ្រាន់តែខ្ចីប៉ុណ្ណោះ ស្អែកខ្ញុំទៅមើលមុខគូដណ្ដឹងចង់ស្លៀកពាក់ឲ្យសមរម្យបន្តិច ខ្ចីបានតែត្រូវមានប្រាក់កក់ គ្រូសាតែមួយស្រស់នៅទាមទារប្រាក់កក់ទៀតគ្រូសាតែមួយនឹងហើយទៅលួចស្រួលជាងគេ ដូច្នេះប្រាក់កក់ត្រូវគុណនឹងពីរ បងថ្លៃកុំកេងប្រវ័ញ្ចពេកអី បើអ្នកឯងចិត្តធំស្លៀកខោអាវខ្លួនឯងទៅ ប៉ុន្មានដែរ ប្រាក់កក់បន្ទិញម្ហូប2គីឡូថ្លៃឈ្នួលពងមាន់មួយគ្រាប់បើប្រឡាក់ត្រូវសងវិញ បងថ្លៃម៉េចមិនទៅប្លន់គេទៅ ប្លន់វាខុសច្បាប់តែការជួលគឺសំហេតុផលឥឡូវខ្ញុំដើរផ្លូវត្រូវគឺត្រូវកំចាត់មនុស្សដូចអ្នកឯង
ខ្ញុំអត់មានបន្ទិញម្ហូបទេ អញ្ចឹងត្រឡប់ទៅវិញទៅ ជ្រើសរើសគូស្រករត្រូវមើលចរិតមិនមែនមើលខោអាវទេ តែមើលទៅអ្នកខ្វះខាតទាំងពីរនឹងឯង បងថ្លៃពីមុនមិនមែនបែបនេះទេ ពីមុនខ្ញុំល្ងង មនុស្សល្ងងតែងតែមានសំណាងតែសំណាងរបស់ខ្ញុំគ្រួសារអ្នកយកទៅអស់ហើយ បងប្រុសបងថ្លៃធ្វើបាបខ្ញុំគាត់ខ្ចីខោអាវតែគិតថ្លៃជួលទៀតបងត្រូវជួយរកយុត្តិធម៌ឲ្យខ្ញុំ ខោអាវជីរបស់បងថ្លៃ បងថ្លៃជាអ្នកសម្រេច បងប្រុសបើចង់ខ្ចីត្រូវធ្វើតាមច្បាប់គាត់ ថ្ងៃនេះនិយាយស្ដីបានល្អណាស់ បងជប់និយាយដូចដងពេលសរសើរគេបានទេ មិនបានទេ វាជាស្ដាយនិយាយរបស់ខ្ញុំ ស្ដាយអ្វីទៅ គ្មានអ្វីទេកុំខ្វល់អី ស្អែកសៀវមីងទៅមើលមកគូដណ្ដឹង បងមិនឲ្យខ្ចីមែនទេ ដាក់ប្រាក់កក់មកទើបខ្ញុំឲ្យខ្ចី គាត់អត់មានច្បាប់ទម្លាប់ ឲ្យខ្ចីម្ដងថ្ងៃក្រោយគេនឹងមកកាប់យករបស់ក្នុងផ្ទះខ្ញុំអស់ គាត់ត្រូវបានម្ដាយតាមចិត្តពេក អ្នកក៏ដឹងដែរមែនទេ ចុះហេតុអ្វីពីមុនមិនហាមគាត់ ពីមុនគិតថាជាគ្រួសារតែមួយ គ្រួសារមិនមែនជាលេសសម្រាប់កេងប្រវ័ញ្ចទេ បងប្រុសបើគ្រួសារធ្វើឲ្យតែមនុស្សម្នាក់ខាត់បង នោះមិនហៅថាគ្រួសារទេ ហៅថាការកេងចំណេញ ចង់ទិញអ្វីនិយាយឲ្យច្បាស់ មនុស្សថតត្រូវគិតថ្លៃក្រណាត់ច្រើនជាងមុន កុំឲ្យខ្វះហើយមកលោលា អ្នកលក់មាត់កាច់ណាស់ លក់របស់ផងស្ដីឲ្យគេផង បែបនេះបានយ៉ាងម៉េច ខ្ញុំនិយាយធម្មតាទេ វាស់ក្រណាត់ឲ្យត្រឹមត្រូវទៅគុំប្រាប់មាត់វាស់ ខ្ញុំខ្លាចមាត់អ្នកវែងពេកគិតថ្លៃលើស ហាហា គិតខុសត្រង់ណា ក្រណាត់3ហាត់1ហាត់1ម៉ាត់8សរុប5ម៉ាត់4 អ្នកយកខ្ញុំ7ម៉ាត់4ចង់បានលុយទៅទិញអ្វីទៀតហាហា ខ្ញុំមើលខុស ភ្នែកមិនល្អអាចយល់បាន តែចិត្តមិនល្អត្រូវកែប្រែ អ្នកមីងជួយមើលឲ្យខ្ញុំផង គាត់ទើបតែគិតលុយខ្ញុំលើសដែរឬទេ អ្នកមីងគាត់គិតលុយលើសអ្នក1ម៉ាត់2 ជួយមើលឲ្យខ្ញុំផង ហាហាឲ្យគាត់ចូលមកមើលមក មិញនេះខ្ញុំក៏គិតថាខុសដែរ អ្នកកុំមកបង្កចំនួននៅទីនេះអី ខ្ញុំមិនបានបង្កចំនួនទេខ្ញុំកំពុងជួយត្រួតពិនិត្យ ខ្លាចអីប្តីអ្នកស្រាប់តែចេះនិយាយមែនទេ មានរឿងអីនឹងលោកប្រធាន អ្នកលក់របស់ពួកអ្នកម្នាក់នេះចេះគិតលេខខ្លាំងណាស់ គិតតែចូលហៅប៉ៅខ្លួនឯង អរគុណដែលបានរំលឹក មិនអីទេព្រោះខ្ញុំមិនមែនជាអ្នកកក់ អ្នកក្រតែងតែប្រយ័ត្នរឿងលុយអាប់ បងថ្លៃម៉េចបានបងគិតលេខលឿនម្លេះ ត្រូវការពារគ្រប់យ៉ាងទាំងពងទាទាំងសម្បត្តិទាំងពិន្ទុការងារ បើមិនរហ័សរហួនប្រហែលលាក់សីធ្វើយូរហើយ អញ្ចឹងខ្ញុំលែងលួចរបស់បងទៀតហើយ សូមអបអរសាទរទីបំផុតចេះរៀនធ្វើជាមនុស្សល្អហើយ ខ្ញុំមិនបានតាំងចិត្តឲ្យបងជាងគូជួយទេ បងដាហ្វាប្រហែលជាយល់ច្រឡំខ្ញុំហើយ គាត់ថ្មីនេះឆៅណាស់ ខ្ញុំក៏ខ្លាចដែរ មាត់គាត់ឥឡូវនេះគ្មានអ្នកណាហ៊ានប៉ះទេ តាមពិតខ្ញុំមិនប្រកាន់គាត់ទេ គាត់ជាស្រីម្នាក់ដែលត្រូវរើចេញទៅនៅខាងក្រោយច្បាស់ជាពិបាកចិត្តបានជាមាត់គាត់កាច់បែបនេះ ស៊ីវលៀនអូននិយាយស្ដាប់ទៅពីរោះណាស់ បើមិនមែនដោយសារបងដើរកាត់ទីនេះទេបងស្ទើរតែគិតថាបងស្លាប់បាត់ទៅហើយ បងដាហ្វាកុំយល់ច្រឡំអី ខ្ញុំគ្រាន់តែចង់ជួយបកស្រាយជំនួសបង ការបកស្រាយរបស់អូនពិតជាអស្ចារ្យបកស្រាយកាន់តែច្រើនបងកាន់តែ មិនដូចមនុស្សខ្ញុំអត់មានន័យអញ្ចឹងទេ ចុះមិញអ្នកណាថាបងរើចេញទៅក្រោយហើយពិបាកចិត្ត អូនដឹងបានយ៉ាងម៉េចថាបងពិបាក អូនមកនៅក្នុងចិត្តបងតើបានបងថ្លៃឈ្នួលផ្ទះហើយឬនៅ បងដាហ្វាស៊ីវលៀនក៏មានចិត្តល្អដែរ ចិត្តល្អមិនមែនជាថ្នាំសង្កត់ទេ មិនមែនចេះតែយកទៅបិទលើគ្រប់គ្នា បើគាត់ចិត្តល្អពិតមែនគួរតែឈប់យកពងទាមកឲ្យបងនិងបងជាងគូទៀតទៅ ខ្ញុំគ្រាន់តែឃើញបងជាងគូគួរឲ្យអាណិត គាត់មានដៃមានជើងមានពិន្ទុការងារតើគួរឲ្យអាណិតត្រង់ណា តែគួរឲ្យអាណិតគឺខួរក្បាលគាត់កាលពីមុន ស្ទើរតែចាញ់របស់ប្អូនដោយសារពងទាមួយគ្រាប់ បងជាងគូខ្ញុំពិតជាគ្មានចិត្តណាអ្វីផ្សេងទេ លែងផ្ញើអីមកឲ្យខ្ញុំទៀតទៅ នាំឲ្យគេយល់ច្រឡំ អូយ ចេះនិយាយស្ដីដូចមនុស្សគេដែរតើ លោកលូជាងគូថ្ងៃនេះឲ្យរង្វាន់នំប៉័ងពាក់កណ្ដាល អ្នកនាងសិនតាហ្វាមានរឿងអី
បើមិនពេញចិត្តយកតែក្រសែភ្នែកខ្ញុំទៅវិញទៅបងតាហ្វាហេតុអ្វីបងតែងតែរកកំហុសខ្ញុំ ព្រោះប្អូនចូលចិត្តធ្វើខ្លួនឲ្យគេស្ដីឲ្យ ធ្វើជាមនុស្សត្រូវចេះដឹងពីព្រំដែនខ្លះ ស្ត្រីមេម៉ាយរស់នៅមិនងាយស្ត្រីថតក៏មិនងាយស្រួលដែរប្អូនមិនអាចយកលេសថាខ្លួនឯងមកធ្វើឲ្យបងកាន់តែលំបាកនោះទេនិយាយស្ដីសមហេតុផលណាស់ សម្ដីមិញនេះល្អណាស់កុំសរសើរខ្ញុំអីខ្លាចបងសរសើរហើយត្រឡប់ទៅល្ងងវិញ លេងហើយ សង្ឃឹមថាបងនិយាយពាក្យណាគឺពាក្យហ្នឹង បើបងនៅតែល្ងងទៀត ខ្ញុំនឹងយកបងនិងពងមាន់ពាក់កណ្ដាលទៅគាត់ចូលក្នុងសៀវភៅកានីចំណងជើងថាបរោះខ្វះខួរក្បាលហាហាអ្នកណាគេនឹងបងថ្លៃគឺខ្ញុំនេះឯងនៅចាំហៅបងថ្លៃបានដែរឬ ពងមាន់ខ្ញុំរត់ចោលស្រុកកណ្ដាលយប់ អ្នកទាំងពីរមានទំនាក់ទំនងមិនធម្មតាទេដឹង ខ្ញុំឃើញគេរត់ចេញមកក៏ជួយចាប់ឲ្យ ចាប់មាន់ដល់ថ្នាក់យកមកអប់ក្នុងទ្រុងចុះហេតុអ្វីមិនរៀបការជាមួយគ្នាអស់ហើយទៅលោកប្រធានក្រុមខ្ញុំស្នើឲ្យបើកកិច្ចប្រជុំរឿងមាន់នេះហាហា សឿនតាហ្វាគុំធ្វើឲ្យខ្មាស់គេអីរឿងមាន់មួយសោះក៏យកមកដល់ក្រុម មាន់ទូកតូចក៏ជាកម្លាំងពលកម្មដែរ កូនបងលួចមាន់មិនអប់រំថ្ងៃក្រោយគេហ៊ានលួចគោថ្ងៃក្រោយទៀតប្រហែលលួចមុខលោកប្រធានក្រុម ចេះការពារទ្រព្យសម្បត្តិទេ លោកជាងជន់រឿងវាជារឿងអី ខ្ញុំពិតជាមិនបានគិតលុយទេចុះយកជ្រើបងពូមាន់ទៅណា ខ្ញុំចង់យកទៅស្នោតឲ្យម៉ែញ៉ាំបំពន់សុខភាព មែនទេ ក៏តែញោណាស់ យកមាន់បងថ្លៃទៅបំពន់ម៉ែ នេះមិនមែនហៅថាកតញ្ញូនេះគេហៅថាខ្ចីផ្កាគេមកបូជាព្រះហាហាហា លួចរបស់គេគឺខុសហើយ សងមាន់ពីវិញហើយមកជួយដងទឹកឲ្យខ្ញុំ3ថ្ងៃ មាន់ពីរនឹងខ្ញុំមិនទាន់បានស៊ីផងខាតបងផ្លូវចិត្ត អ្នកធ្វើឲ្យមាន់ខ្ញុំភ័យអស់ហើយហាហា មើលចុះឥឡូវវាលែងចេះនិយាយហើយហាហា មាន់ពីដើមមកក៏វាមិនចេះនិយាយដែរ មីងលាវកុំកាត់ក្តីខ្ញុំអី មាន់និយាយមិនបានតែខ្ញុំនឹងទាមទារយុត្តិធម៌ឲ្យវា តាមនឹងចុះ លុះជាងជន់ត្រូវអូសទឹកឲ្យមាន់3ថ្ងៃ ហេតុអី ព្រោះកូនអ្នកមកធ្វើបាបមាន់ខ្ញុំ ម៉ែបើម៉ែគិតថាមិនយុត្តិធម៌លើកក្រោយម៉ែមកផ្ទាល់ខ្ញុំបញ្ចុះតម្លៃឲ្យហាហាហាខ្សាច់អី ប្អូនអ្នកធ្វើខុសអ្នកក៏ត្រូវទទួលខុសត្រូវដែរយប់នេះយកអូសមួយបាច់មកទុកជាការកែខ្លួន បានចាស់ បានអី យកអូសមកមិនមែនយកចិត្តទេយកមិនសក្ការដែលយកពេលរបស់ត្រកូលលូមុខស តាហ្វាមួយរយៈនេះផ្លាស់ប្ដូរច្រើនណាស់មែនហើយមាត់ក៏ពូកែការងារក៏រហ័ស មាត់ពូកែមានប្រយោជន៍អីស្រីដែលគ្មានប្តីថ្ងៃក្រោយមុខជាលំបាកហើយ មីងលីវពាក្យមីងនិយាយដូចបាត់ឆ្នាំងចាស់អញ្ចឹងខ្មៅហើយមិនភ្លឺទៀត មីងគ្រាន់តែចង់ណែនាំក្មួយណែនាំឲ្យក្មួយត្រឡប់ទៅផ្ទះត្រកូលលូដើម្បីឲ្យគេជាម្ចាស់ នឹងមិនមែនការណែនាំទេនឹងគេហៅថាជួយត្រកូលលូរកកម្លាំងពលកម្មអត់ថ្លៃបងដាហាពូយើងសុទ្ធតែចង់ល្អសម្រាប់បងស្រីគួរតែមានប្តីជាទីពឹង បើចង់បានប្តីក៏ទៅរករបស់អ្នកទៅគុំមកពឹងប្តីខ្ញុំ ស្មារបស់លូជាងគូមានតែប៉ុណ្្នឹងទេមិនអាចដាក់មុខមាត់ដែលចូលចិត្តយំរបស់នាងបានទេនាងធាត់ហើយមាត់អាក្រក់ទៀតមិនចម្លែកទេដែលជាងគូនឹងស្រឡាញ់នាងមីងលីវរឿងរវាងខ្ញុំនិងដាហាមិនបាច់ឲ្យអ្នកទាំងពីរមកបារម្ភទេ ខ្ញុំគ្រាន់តែចង់ល្អសម្រាប់អ្នក បើចង់ល្អសម្រាប់ខ្ញុំមែនគុំនិយាយដើមគាត់ទៀត លូជាងគូថ្ងៃនេះអ្នកស៊ីថ្នាំខុសមែនទេ ចេះការពារមនុស្សផង ខ្ញុំគ្រាន់តែនិយាយការពិត បានប្រយោគនេះស្ដាប់បាន រង្វាន់ដំឡើងជាម្សៅមួយដុំបងជាងគូតើបងខឹងអូនមែនទេស៊ីវលៀន ថ្ងៃក្រោយគុំហៅខ្ញុំថាបងជាងគូទៀតវាមិនសមទេ ខឹងមិនទាន់បានឲ្យផងទឹកភ្នែកស្រក់មកបាត់ហើយចាំខ្ញុំជួយកាន់យកទៅឲ្យ មិនបាច់ទេខ្ញុំកាន់ខ្លួនឯងបាន ខ្ញុំដឹងថាអូនកាន់បាន បើដឹងហើយចាំបាច់មកជួយធ្វើអី ខ្ញុំចង់ជួយ លោកជាងគូសម្ដីនេះស្ដាប់ទៅគ្រោះថ្នាក់ណាស់ណាគ្រោះថ្នាក់ត្រង់ណាទៅជាសញ្ញាដែលប្រុសតែងតែនិយាយមុនពេលស្លាប់ក្រោយចុះអូនឲ្យឱកាសបងទេ ឱកាសធ្វើតម្រងជួររងចាំមុខអូននៅមានរឿងលុយកាក់ទៀត មានពិន្ទុការងារសុទ្ធមាត់ហើយនឹងកិត្តិយសរបស់ខ្ញុំទៀតខ្ញុំនឹងតម្រង់ជួររងចាំយឺតមីងតាផ្កាចេះដេមីនីដែរហើយ
ចេះខ្លះបើមិនចេះក៏ត្រូវតែចេះដែរ អ្នកប្រុសគឺត្រូវតែចេះគ្រប់យ៉ាងដើម្បីរស់ អាវហូដេបានស្អាតណាស់គិតថ្លៃប៉ុន្មាន មិនយកលុយទេយកឈុតមាន់2គ្រាប់ឬដំឡូងក្រៀមពាក់កណ្ដាលគីឡូ បានមីងតាផាមីងជួយកែចង្កេះខោនេះឲ្យខ្ញុំផងវាធូរពេក មីងលេងទំនាក់ទំនងយើងវាពិសេសបន្តិចរឿងពីមុនគឺមីងខ្វះការពិចារណានិយាយលឿនមិនអីទេតែបើបងលុយយឺតគឺមិនបានទេ អ្នកដទៃយកសុទ្ធ2គ្រាប់តែរបស់មីងត្រូវយក3គ្រាប់ហេតុអីត្រូវថែម1គ្រាប់ទៀត ហា បាន3គ្រាប់ក៏3គ្រាប់ហាអូយមានលុយលាក់ក្នុងខោផង កុំស្រែកខ្ញុំមិនបានស្រែកទេ មុខមីងនឹងហើយដែលស្រែកខ្លាំងជាងគេហាចាប់ផ្ដើមទទួលដែលហើយហេចាស់ រកស៊ីដោយកម្លាំងខ្លួនឯងវាស្រួលជាងរស់នៅតាមសម្ដីម្ដាយក្មេក ល្អណាស់កុំគ្រាន់តែនិយាយថាល្អតែអូសនៅជុំនោះទៅកុំឲ្យរាំងផ្លូវរកស៊ីខ្ញុំ ផ្លូវរកស៊ីមែនហើយបន្ទប់នេះនឹងក្លាយជាកន្លែងដេររបស់សិនតាផ្កា ទទួលដេកខោឲ្យហើយក៏ទទួលដេកខួបក្បាលដែរ អ្នកដែលត្រូវការគឺអូននឹងឯង ខ្ញុំជំពាក់សិនបានទេ មិនបានទេផ្ទះអ្នកជំពាក់ច្រើនពេកហើយ ចុះខ្ញុំយកថ្លៃបណ្ដាការមកសង បានថ្ងៃនេះឯងចេះគិតលេខល្អណាស់ អូយរស់នៅសុខស្រួលណាស់ណោះតែយកបានទិញម៉ាស៊ីនដេររបស់គ្រួសារជៀនទៅដូរមែនទេ ម៉ែសុំឲ្យតម្លៃខ្លួនឯងខ្លះផង បាននោះជារបស់ខ្ញុំម៉ាស៊ីននេះគឺខ្ញុំជាអ្នកទិញដោយខ្លួនទីទាំងនេះខ្ញុំជាអ្នករកបើអ្នកនៅតែនិយាយរឿងគ្រួសារតកូលលូទៀតខ្ញុំនឹងទៅសួរមេក្រុងតើត្រកូលលូនេះគ្រប់គ្រងទាំងមុខមាត់អ្នកភូមិទាំងមូលមែនទេ ម៉ែឈ្នះហើយឈ្នះទៀតហើយមិនក៏កូនងុំលេះ សំបីតែជៀនមហូបក៏ធ្វើមីមុនមិនមែនសុទ្ធតែបងថ្លៃជាអ្នកធ្វើទេដំឡូងនេះក៏មិនឆ្ងាញ់ដូចបងថ្លៃអាំងឲ្យដែរ ស្ងាត់មាត់ទៅកុំនិយាយពីគាត់ទៀត តែឥឡូវសំបីតែខោអាវក៏គ្មានអ្នកបោកដែរជ្រូកក៏គ្មានអ្នកឲ្យចំណីមន់ក៏លែងពងដែរ មន់មិនពងក៏បន្ទោសគាត់ដែរឬ ប្រហែលជាមន់ក៏នឹកគាត់ដែរម៉ែសួរខ្ញុំតើខ្ញុំដឹងពីណាទាំងអស់នេះគឺមកពីសិនតាផ្កានឹងហើយគាត់ទៅបាត់ការងារផ្ទះគ្មានអ្នកធ្វើសោះចុះពីមុនមកមិនមែនគាត់ជាអ្នកធ្វើទាំងអស់ទេ គាត់ជាប្រពន្ធបើគាត់មិនធ្វើតើឲ្យអ្នកណាធ្វើ បងប្រញាប់ទៅហើយបងថ្លៃឲ្យត្រឡប់មកវិញទៅប្រាប់គាត់ថាខ្ញុំលែងយករបស់គាត់ទៀតហើយខ្ញុំក៏លែងលួចមន់ដែរអូខ្ញុំនិយាយខុសហើយខ្ញុំចង់និយាយថាខ្ញុំលែងធ្វើបាបគាត់ទៀតហើយ ហើយគាត់មកវិញដើម្បីអ្វី ដើម្បីឲ្យគាត់មកធ្វើម្ហូបបោកខោអាវនិងសម្អាតទ្រុងមន់ឲ្យពួកឯងបន្តចុះបើមិនឲ្យគាត់ធ្វើតើឲ្យអ្នកណាធ្វើគាត់ជាប្រពន្ធបងគាត់ក៏ជាមនុស្សម្នាក់ដែរ ឥឡូវឯងបែរជាទៅការពារគាត់ឬ ខ្ញុំគ្រាន់តែនិយាយរឿងត្រឹមត្រូវប៉ុណ្ណោះម៉ែគាត់ច្បាស់ជាដាក់ថ្នាំសណ្ដំម៉ែហើយ ពេលគាត់នៅទីនេះពួកឯងនាំគ្នាថាគាត់ខ្ជិលដល់គាត់ទៅបាត់ពួកឯងសំបីតែម្ហូបក៏ធ្វើមិនកើតផង ពីមុនម៉ែមិនបានឃើញតែឥឡូវម៉ែឃើញច្បាស់ហើយម៉ែនឹងទៅណាយកប្រអប់ដេរដែលគាត់ភ្លេចទុកទៅឲ្យគាត់ហាមទៅតាម ម៉ែហាមនេះហាមនោះ តែម៉ែធ្លាប់គិតទេថាហេតុអ្វីបានជាគាត់ស្រេចចិត្តរស់នៅជាជាងត្រឡប់មកផ្ទះយើងវិញយកអូសទៅឲ្យទៀតហើយប្រអប់ដេរ ល្អណាស់ចេះស្មោះត្រង់ រង្វាន់គឺមិនត្រូវគេជេរផ្ទះញ៉ៃជារឿងធម្មតាសដែលគេដុតចេញដោយមិនអស់លុយផ្ទះក៏ត្រូវតែរង្គើខ្លះហើយ គេចង់ឲ្យអ្នកត្រឡប់ទៅវិញ ចុះអ្នកវិញខ្ញុំចង់ឲ្យអ្នកត្រឡប់មកវិញតែមិនមែនត្រឡប់ទៅដើម្បីឲ្យគេជិះជាន់ទេ និយាយស្ដីបានសមជាមនុស្សបន្តិចតែប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់ទេ លោកលូជាងគូ បើចង់ឲ្យខ្ញុំត្រឡប់ទៅវិញត្រូវចេះចូលខាងខ្ញុំសិន បងជាងគូ ខ្ញុំធ្លាប់ប្រាប់ហើយថាកុំហៅបែបនេះ
ឥឡូវនេះដើម្បីតែបងស្រីតាបការដល់ថ្នាក់មិនស្គាល់អ្នកភូមិដូចខ្ញុំទៀតផង មិនមែនមិនស្គាល់ទេគឺត្រូវរក្សាគម្លាត តែខ្ញុំគ្រាន់តែចង់យកអាវដែលដេបរួចមកឲ្យបង អាវខ្ញុំមិនបាច់អ្នកជួយដេទេ តើបងស្រីតាបការមិនឲ្យបងទទួលមែនទេ កុំយកគ្រប់រឿងមកដាក់លើខ្ញុំអីខ្ញុំថតមិនមែនជាខ្នាដាក់របស់ទេរឿងអីក៏ចេះតែយកមកដាក់លើខ្ញុំ បងស្រីតាបការមកធ្វើអីនៅទីនេះ ខ្ញុំមកកាត់ស្មៅឲ្យមន់មិននឹកស្មានថាស្មៅមន់មិនទាន់បានកាត់ប៉ុន្មានផងតែជាឃើញស្មៅមនុស្សដុះលូតលាស់ល្អទៅវិញ អ្នកទាំងពីរនាំគ្នាជិះជាន់ខ្ញុំដែលជាស្ត្រីមេម៉ាយមកទៀតហើយ រឿងមេម៉ាយលំបាកមួយថ្ងៃបងនិយាយដល់8ដង ប្អូនស្រីស៊ីវលៀន ភាពលំបាកមិនមែនជាបានអនុញ្ញាតទេហើយក៏មិនមែនជាសម្បត្តិសម្រាប់ដណ្ដើមប្តីគេដែរ បងនិយាយអាក្រក់ពេកហើយ អាក្រក់មែនទេបើខ្ញុំអាក្រក់ពិតប្រាកដខ្ញុំនឹងយកសម្ដីដែលប្អូនឲ្យឈុននេះមកប្រាប់ថាលូជៀនគូនឹងលេងលេះជាមួយខ្ញុំហើយទៅរៀបការជាមួយប្អូនយកទៅប្រកាសនៅកន្លែងហាស្រូវឲ្យដឹងគ្រប់គ្នា បងធ្លាប់និយាយមែនទេខ្ញុំមិនបាននិយាយទេគឺគេប្រឌិតឡើងមីងស៊ីវលៀនមីងពិតជាបាននិយាយមីងថែមទាំងឲ្យស្ករគ្រាប់ខ្ញុំមួយគ្រាប់ឲ្យខ្ញុំកុំប្រាប់មីងតាបការ ឃើញទេសំបីតែស្ករគ្រាប់ក៏កុហកអូនដែរបាយស៊ីវលៀនចាប់ពីពេលនេះទៅគុំមកជួបខ្ញុំទៀតហើយក៏គុំនិយាយដើមខ្ញុំទៀត ល្អណាស់ថ្ងៃនេះដាច់ស្រឡះល្អកន្លងមកខ្ញុំធ្វើឲ្យអ្នកពិបាកចិត្តហើយ ដឹងខ្លួនបានហើយក ុំសុំទោសញឹកញាប់ពេកខ្ញុំខ្លាចថាបើខ្ញុំស្ដាប់រហូតដល់សាមខ្ញុំនឹងចាប់ផ្ដើមគិតលុយហើយ អ្នកនេះគិតលុយគ្រប់រឿង ព្រោះខ្ញុំធ្លាប់ចាញ់បោកគេរឿងរបស់ឥតគិតថ្លៃមកចោតឥឡូវខ្ញុំរៀងប្រតិកម្មនឹងរបស់ឥតគិតថ្លៃហើយចុះបើខ្ញុំចង់តាមញ៉ែអ្នកតើត្រូវបង់ថ្លៃអ្វីខ្លះ អ្នកនិយាយអ្វីដែរ ខ្ញុំថាបើខ្ញុំចង់ចាប់ផ្ដើមជីវិតថ្មីជាមួយអ្នកម្ដងទៀតតែត្រូវបង់ថ្លៃអ្វីខ្លះ ថ្លៃរងចាំថ្លៃកែខ្លួនថ្លៃវឹកហាត់បន្ថែមហើយនឹងថ្លៃកែប្រែថ្នាក់គំនិតអ្នកទៀត ច្រើនម្លេះ បើគិតថាថ្លៃគុំតាមញ៉ែអី មិនថ្លៃទេខ្ញុំពុំ បានបើអញ្ចឹងបងថ្លៃដំបងសិនមក ថ្លៃអី ទៅចំណីមន់ឆ្នាំនេះជ្រើសរើសអ្នកឆ្នាំសូមអ្នកទាំងអស់គ្នាជួយណែនាំផង ខ្ញុំសូមណែនាំប៉ៃស៊ីវលៀនគាត់រស់នៅម្នាក់ឯងមិនងាយស្រួលទេហើយគាត់តែងតែជួយដេជួសជុលខោអាវឲ្យអ្នកគ្រប់គ្នាគាត់ជួយដេជួសជុលឲ្យអ្នកគ្រប់គ្នាអ្នកមីងលីវខអ្នកមីងក៏ខ្ញុំជាអ្នកកែឲ្យដែរ ពងមន់3គ្រាប់នោះនៅខ្វះមួយទៀតណា បងដាវ៉ាខ្ញុំដឹងថាបងយល់ច្រឡំលើខ្ញុំ តែរឿងអ្នកឆ្នាំមិនសំខាន់ទេ ខ្ញុំគ្រាន់តែចង់ជួយអ្នកគ្រប់គ្នាប៉ុណ្ណោះនិយាយបានល្អណាស់បើអញ្ចឹងជួយដោះស្រាយរឿងដែលនិយាយបង្កាច់បង្ខូចខ្ញុំលើកមុនឲ្យច្បាស់សិនមក បង្កាច់បង្ខូចអី បៃស៊ីវលៀនឲ្យឈុននេះមិនយូរមិនឆាប់លូជាងគូនឹងលេងលេះដើម្បីរៀបការជាមួយថែមទាំងទៅនិយាយនៅមាត់អណ្ដូងថាខ្ញុំជាមនុស្ស ឥឡូវគាត់ចង់បានពង្រឹងអ្នកឆ្នាំខ្ញុំសុំសួរមួយម៉ាត់ចុះអ្នកឆ្នាំព្រោះតែចេះយមួយឆ្នាំព្រោះតែចេះតែរំ ខ្ញុំមិនបានដណ្ដើមប្តីអ្នកណាទេអ្នកមិនអាចដោយសារតែបងជាងគូប្រព្រឹត្តល្អជាមួយហើយមកធ្វើបាបខ្ញុំបែបជួបយំទៅយំក៏ត្រូវរងចាំតាមលំដាប់ដែរនៅមានរឿងដែលអ្នកបង្កាច់បង្ខូចខ្ញុំទៀត យំមិនទាន់ចប់ផង ប្រធានក្រុមខ្ញុំសូមធ្វើជាសាក់មីងស៊ីវលៀនធ្លាប់ឲ្យខ្ញុំទៅប្រាប់ពាក្យសម្ដីមែន ខ្ញុំក៏អាចធ្វើជាសាក់គាត់ធ្លាប់យកអីវ៉ាន់មកឲ្យខ្ញុំច្រើនដងតែខ្ញុំបដិសេធច្បាស់ហើយ ចុះរឿងអ្នកឆ្នាំនេះ រឿងអ្នកឆ្នាំទុកមួយឡែកចុះ គាត់នេះហៅថាដើរទៅមុខមិនមើលផ្លូវចេះតែទៅបុកមាត់ទ្វារផ្ទះអ្នកអតីហា បាយសូលៀនមិនសាកសមទេ មានអ្នកផ្សេងទៀតទេខ្ញុំសូមណែនាំសិនតាបការគាត់ឧស្សាហ៍ធ្វើការឲ្យចូលចិត្តជួយដេជួសជុលឲ្យអ្នកដតីពេលនៅសហគមន៍គាត់ថែមទាំងជួយទារលុយដែលគេគិតលើសឲ្យពួកយើងទៀតខ្ញុំក៏គាំទ្រដែរទោះមកគាត់អាក្រក់បន្តិចមែនតែចិត្តគាត់ល្អ ខ្ញុំក៏គាំទ្រដែរទោះគាត់ធ្លាប់ទារលុយពីខ្ញុំក៏ដោយហា កុំអី ខ្ញុំមិនសាកសមនឹងធ្វើជាគំរូទេខ្ញុំសាកសមនឹងធ្វើការធម្មតាជាង ធ្វើជាគំរូត្រូវតែថ្លៃ ឲ្យតែខ្ញុំមាត់ដឹងតែខូចការអស់ហើយហា ឲ្យតែអ្នកភូមិទទួលស្គាល់គឺបានហើយអញ្ចឹងយកសិនតាបការជាបេក្ខភាពម៉ែបងថ្លៃហាក់ដូចជាពូកែខ្លាំងណាស់ ហើយម៉ែមិនបាននិយាយថាចង់ឲ្យគាត់ត្រឡប់មកធ្វើម្ហូបវិញទេម៉ែគ្រាន់តែព្រួយបារម្ភតាមត្រង់ប៉ុណ្ណោះ អូយ ឯងនេះបបរនេះញ៉ាំកើតដែរឬ ចង់ញ៉ាំក៏ញ៉ាំមិនចង់ក៏ហេបបរដែលបងថ្លៃដាំពីមុនមិនដែលខ្លៅទេស្ងាត់មកទៅអញទៅរកសិនតាបការទៀតហើយមែនទេ ទៅជួយជួសជុលទ្វារឲ្យគាត់រត់ចេញទៅហើយឯងនៅតែតាមទៅទៀត ម៉ែខ្ញុំចង់តាមគាត់ត្រឡប់មកវិញបងមិនមែនចង់លេងលេះជាមួយគាត់ទេ
ឥឡូវខ្ញុំមិនចង់លេងទេ បងគិតឲ្យច្បាស់ណាស់ មាត់គាត់អាក្រក់ណាស់តែមាត់គាត់អាក្រក់ក៏ព្រោះតែពួកយើងធ្លាប់ធ្វើបាបចិត្តគាត់ គាត់ធុញដល់ថ្នាក់នឹងបងនៅតែស្រឡាញ់គាត់ទៀត ម៉ែកុំនិយាយរឿងគាត់ធុញទៀតអីទោះគាត់ធុញឬមិនធុញគាត់មានចិត្តថ្លើមជាងពួកយើងច្រើនណាស់ឯងនេះដើម្បីប្រពន្ធដល់ថ្នាក់ហ៊ានស្ដីឲ្យម៉ែផងមិនមែនស្ដីទេគឺគ្រាន់តែរំលឹកតែគាត់មិនព្រមត្រឡប់មកវិញមិនមែនព្រោះគាត់ចិត្តដាច់ទេគឺព្រោះផ្ទះនេះគ្មានអ្នកណាធ្វើឲ្យគាត់មានក្តីសុខ ចុះឯងចង់ធ្វើម៉េច ដំបងត្រូវសងសល់ពងកន្លះបោដែលជំពាក់គាត់ភួយពីសងពងមន់12គ្រាប់និងពិន្ទុការងារ31វិញ ពងមន់នៅមិនទាន់អស់ទៀត ឯងជាអ្នកញ៉ាំទេតើពេលនោះខ្ញុំនៅក្មេងមិនដឹងអីឥឡូវខ្ញុំអាយុ20ហើយចុះខ្សែចុងសក់ពណ៌ក្រហមរបស់ខ្ញុំក៏ត្រូវសងដែរ បើមិនសងឲ្យគ្រប់គាត់មិនត្រឡប់មកវិញទេអគ្រូសាលូមកលេងដល់ផ្ទះនេះជាកញ្ច្រែងមកជូនពងមន់ឬយ៉ាងណាឬមួយក៏មន់មកផ្ដល់ដំណឹងឲ្យខ្ញុំពិតមែនកន្លងមកខ្ញុំខុសហើយអ្នកថាអ្វីមិញនិយាយម្ដង ខ្ញុំស្មានតែមន់ក្នុងរបងវាស្រែកកន្លងមកខ្ញុំខុសហើយ នេះរបស់ខ្ញុំសងវិញ ពាក្យសុំទោសខ្ញុំទទួលរបស់ក៏ខ្ញុំទទួលដែរចំណែករឿងអភ័យទោសឬអត់នោះចាំមើលសកម្មភាពអ្នកទៅមុខទៀត បងថ្លៃរឿងពងមន់នោះដោះស្រាយរួចនៅ រួចហើយ តែរឿងលួចមន់នោះគិតផ្សេងណាស់ កុំបារម្ភខ្ញុំជាមនុស្សច្បាស់លាស់ណាស់មិនដាក់កំហុសលើអ្នកហើយក៏មិនលើកលែងឲ្យងាយដែរ ស្រីថាជួសជុលរួចហើយ ធ្វើបានល្អណាស់ល្អជាងពេលអ្នកដោះស្រាយរឿងម្ដាយក្មេកកូនប្រសាពីមុនទៅទៀត ពីមុនខ្ញុំអន់ដល់ថ្នាក់នឹងមែន អ្នកមិនមែនអន់ទេតែអ្នកដូចជាជញ្ជីងខូចដែលតែងតែលំអៀងទៅខាងម្ដាយអ្នកជានិច្ច ទៅមុខនឹងមិនឲ្យកើតទៀតទេកុំចេះតែនិយាយ ពាក្យសន្យារបស់ប្រុសដូចជាពុកនៅរដូវក្តៅអញ្ចឹងឃើញថាធំមែនតែខ្យល់បក់បន្តិចក៏លីងបាត់ ចុះចង់ឲ្យខ្ញុំធ្វើបែបណា សាកល្បងសិន សាកល្បង ចង់រៀបការវិញត្រូវសាកល្បង3ខែសិនបើធ្វើបានល្អនឹងឲ្យជាប់បើមិនល្អនឹងបញ្ជូនត្រឡប់ទៅកន្លែងដើមវិញ ខ្ញុំមិនមែនជាទំនិញទេណាពីមុនអ្នកចាត់ទុកខ្ញុំជាកម្លាំងពលកម្មឥតគិតថ្លៃ ឥឡូវខ្ញុំចាត់ទុកអ្នកជាមនុស្សដែលត្រូវសាកល្បងយុទ្ធធម៌ហើយ ក្នុងពេលសាកល្បងត្រូវធ្វើអ្វី ទី1មិនត្រូវឲ្យម្ដាយអ្នកមកជេរខ្ញុំទី2មិនត្រូវឲ្យប្អូនថ្លៃមកកេងចំណេញលើខ្ញុំទី3បើមានអ្នកនិយាយដាំក្នុងភូមិអ្នកត្រូវតែចេញមុខការពីខ្ញុំទី4អ្នកត្រូវចេះធ្វើការផ្ទះទី5កុំទទួលយកពងមន់ពីសេចក្ដីមេម៉ាយផ្ទះផ្ដាស់ចំណុចចុងក្រោយលុបចោលទៅខ្ញុំមិនទទួលទេត្រូវតែដាក់ចូលដើម្បីការពារទុកជាមុនពងមន់ទុះតិចតួចតែចិត្តនារីវាធំ នៅមានទៀតទេ មានអ្នកត្រូវរៀនសរសើរខ្ញុំ សរសើរអ្នក ពីមុនគ្រូសាអ្នកតែងតែថាខ្ញុំថោកខ្ជិលនិងគ្មានប្រយោជន៍ ខ្ញុំស្ដាប់រឿងនេះអស់ពីឆ្នាំមកហើយ ឥឡូវអ្នកត្រូវទទួលខុសត្រូវជួយព្យាបាលផ្លូវចិត្តខ្ញុំ អ្នកពិតជាល្អណាស់និយាយភ្លាមអញ្ចឹង អ្នកជាមនុស្សពូកែនិងឆ្លាតវៃមានហេតុផលហើយក៏ចិត្តល្អទៀត ឈប់កុំដាក់អាក្រង់ចិត្តទុននឹងកុំឲ្យខូចកេរ្តិ៍ឈ្មោះខ្ញុំ ម៉ាត់ក៏ខ្លាំងដែរ ទុកប្រយោគនេះចោលទៅ ស្ដាប់ទៅវាពិតប្រាកដ ពីមុនខ្ញុំមិនបានមើលអ្នកឲ្យច្បាស់ទេ ចុះឥឡូវមើលច្បាស់ហើយមែនទេ ច្បាស់ហើយ មើលច្បាស់ហើយក៏កុំអើប្រញាប់អី ខ្ញុំមិនមែនស្រីមីទេ ដឹងហើយឥឡូវអ្នកទៅសម្អាតទ្រុងមន់ទៅចាត់ទុកថាជាការងារសាកល្បងដំបូងស្ដាប់បង្គាប់ល្អតើ មកហើយចង់ឡើងប្រាក់ខែឲ្យគេបន្តិចហើយ ស្រីមីមើលទៅក៏ស្អាតដែរគ្រាន់តែថាផ្ទះអ្នកពីមុនមានរឿងច្រើនសុទ្ធតែជាការយល់ច្រឡំទេ ឥឡូវផ្ទះខ្ញុំល្អប្រសើរណាស់ អាវនេះស្អាតណាស់អាវថ្មីទើបដេរគឺជារបស់ខ្ញុំផ្ទាល់នឹងណាហាហាស្រីមីថ្លៃឈ្នួលខ្វះពងមន់មួយទៀតកុំមើលមុខគ្នាអី អូដាហៅមកធ្វើអីហ្នឹងមកទារថ្លៃឈ្នួលមែន ផ្ទះអ្នកមិនសូវមានទំនុកចិត្តទេ ខ្ញុំត្រូវតែមកទារដល់ផ្ទះ
បងថ្លៃកុំធ្វើឲ្យខ្ញុំបាត់មុខមាត់អី មុខមាត់មិនមែនខ្ញុំជាអ្នកយកទៅទេអ្នកដែលយកឲ្យខ្ញុំទៅធ្វើជារបស់ខ្លួនឯងបើអ្នកនិយាយត្រង់ថាខ្ចីគេតើមានអ្នកណាគេសាច់អ្នកចង់តែអួតដល់ពេលគេដឹងគុំមកបន្ទោសខ្ញុំខ្ចីឲ្យគេមិនអីទេតែការកុហកគឺជារឿងមិនល្អ ម៉ែចង់បំផ្លាញអាពាហ៍ពិពាហ៍គេមែនទេ កូនគុំនិយាយបែបនេះបើអាពាហ៍ពិពាហ៍មួយដែលពឹងផ្អែកលើឲ្យខ្ចីគេនិងពាក្យកុហកមួយម៉ាត់នោះវាមិនមែនជាអាពាហ៍ពិពាហ៍លោកជីចង្គៀងក្រដាស់ត្រូវខ្យល់បក់បន្តិចក៏រហែកហើយ ម៉ែ រឿងនេះដែលហាវធ្វើត្រូវហើយ បងបែរជាទៅខាងគេស្រីមីខ្ចីរបស់គេត្រូវតែសង និយាយខុសត្រូវតែទទួលស្គាល់បើចង់បានប្តីល្អត្រូវធ្វើជាមនុស្សល្អសិន ខ្ញុំថាថ្ងៃនេះប៉ុណ្ណឹងចុះ អ្នកធ្វើអីហ្នឹងពងមាន់នេះមិនយកទេមែនទេចាត់ទុកថាខ្ញុំឲ្យអ្នកជាមេរៀនមួយទៅលើកក្រោយពេលជួបគ្នាស្លៀកអាវចាស់ក៏ប្រសើរជាងការនិយាយកុហកដែរ អ្នកមិនមែនស្អប់ខ្ញុំទេហេ ស្អប់តើប៉ុន្តែរឿងស្អប់គឺមួយដាច់ដោយឡែកខ្ញុំមិនអាចមើលអ្នកធ្វើរឿងល្ងងខ្លៅបន្តទៀតបានទេបើមិនអញ្ចឹងទេថ្ងៃក្រោយពេលអ្នករៀបការគេនឹងគិតថាត្រកូលលូយើងសុទ្ធតែមនុស្សល្ងងមិនខាន កុំមើលមកខ្ញុំបែបនេះថ្ងៃនេះខ្ញុំគ្រាន់តែមកជួយការងារបន្តិចបន្តួចប៉ុណ្ណោះ មិនមែនចង់ធ្វើជាប្រពន្ធគ្រូទេខ្ញុំដឹងហើយបើដឹងហើយក៏ទៅដងទឹកទៅកុំចេះតែប្រើតែភ្នែកមើល សិនតាហ្វារយៈពេលនេះធ្វើការបានល្អណាស់ ជំនាញធ្វើការក្រុមសាធារណៈក៏ពូកែថែមទាំងជួយទាមទារលុយដែលគេយកលើពីអ្នកភូមិមកវិញទៀតអ្នកទាំងអស់គ្នាមានមតិអ្វីទេ ពីមុនខ្ញុំមកដាច់និយាយដើមតាហ្វាច្រើនណាស់ ថ្ងៃនេះខ្ញុំសូមនិយាយពាក្យពិតមួយម៉ាត់គាត់ម៉ាត់រឹងបន្តិចមែនតែការងារគាត់ពិតជាល្អមែន មិញលីវពាក្យសម្ដីមិញមកយឺតបន្តិចហើយតែខ្ញុំទទួលយកបានហាហា ខ្ញុំក៏សូមនិយាយមួយម៉ាត់ដែរម៉ែបើម៉ែចង់ស្ដីបន្ទោសខ្ញុំសូមតម្រង់ជួរយកលេខរៀងសិនណាហាហា ខ្ញុំមិនមែនមកស្ដីបន្ទោសទេខ្ញុំចង់និយាយថាតាហ្វាពីមុនធ្វើការនៅផ្ទះត្រកូលលូម្ដេចទេគឺខ្ញុំជាម្ដាយក្មេកដែលមិនបានការក្រោយពេលគាត់ឈប់ចេញទៅទើបខ្ញុំដឹងថាការងារផ្ទះវាហត់នឿយប៉ុណ្ណាពីមុនខ្ញុំថាគាត់ខ្ជិលគឺខ្ញុំមិនសមហេតុផលទេ ម៉ែថ្ងៃនេះម៉ែនិយាយបានល្អណាស់ធ្វើឲ្យខ្ញុំស្ទើរតែដួលកុំចេះតែនិយាយលេងហាហា ប្រធានក្រុមខ្ញុំក៏ចង់និយាយដែរ ពីមុនខ្ញុំជាប្តីដែលមិនបានការពេលគ្រូសាធ្វើមិនល្អដាក់គាត់ខ្ញុំតែងតែឲ្យគាត់អត់ធ្មត់ខ្ញុំគិតថាធ្វើបែបនេះដើម្បីឲ្យគ្រូសាមានសន្តិភាពតាមពិតទៅគឺធ្វើឲ្យគាត់រងទុក្ខតែម្នាក់ឯង សិនតាហ្វាជាមនុស្សពូកែឆ្លាតនិងយល់ហេតុផលគាត់មិនមែនជាប្រពន្ធខ្ជិលដូចគេនិយាយទេ គឺខ្ញុំទេដែលពីមុនការពារគាត់មិនបានល្អ អូលូជាមគូហ៊ានសារភាពកំហុសចំពោះមុខអ្នកភូមិផងបងពិតជាក្លាហានណាស់លូជានគូបានល្អណាស់តែងគិតថាត្រឹមតែសារភាពកំហុសនឹងបានចូលធ្វើការពេញសិទ្ធិណារយៈពេលសាក់លបងនៅសល់2ខែ25មួយថ្ងៃទៀតហាហាខ្ញុំចាំបាន សិនតាហ្វាទទួលបានការបោះឆ្នោតជ្រើសរើសជាស្ត្រីឆ្នាំហើយអរគុណដែលបងខំប្រឹងដែរ ខំប្រឹងឲ្យឆាប់បានដំឡើងឋានៈពីប្តីសាកល្បងទៅជាប្តីពេញសិទ្ធិ ចុះប្តីពេញសិទ្ធិមិនបានទេ ចាំមើលសកម្មភាពកម្លាំងពលកម្មជាមូលដ្ឋានប្តីជាគោលដៅអូបីបាច់ទឹកពីពីង សម្អាតទ្រង់មាន់ម្ដង ថ្ងៃនេះឲ្យ8ពិន្ទុ មិនបានមិនមែន10ពិន្ទុ បងមើលមុខខ្ញុំហើយញឹមធ្វើឲ្យខ្ញុំភ្លេចកត់លេខកាត់ពីពិន្ទុ ញឹមនឹងក៏កាត់ដែរខ្ញុំដូចចង់សុំរៀបការវិញខ្ញុំតានតឹងពេកចុះខ្ញុំសួរបានទេលក្ខខណ្ឌបញ្ចប់ការសាកល្បងមុនកាលកំណត់ បងប្រញាប់ទៅណាប្រញាប់យកអូនទៅផ្ទះ ផ្ទះណាផ្ទះចាស់ដែលរញ៉េញ៉ៃនៅផ្ទះត្រកូលលូនឹង មិនមែនទេយើងមកកើតផ្ទះថ្មីអូនចង់នៅទីនេះក៏នៅទីនេះទៅខ្ញុំនឹងរើមករស់នៅជាមួយ ម៉ាក់បងយល់ព្រមទេ ម៉ាក់យល់ព្រម កាលពីមុនម៉ាក់ខុសហើយពួកកូនចង់រស់នៅបែបណាក៏តាមចិត្តចុះម៉ាក់មិនលូកដៃទេ ម៉ាក់នេះពងមាន់ពិតឬគ្រាន់តែជាពាក្យសំទោសទាំងពីរនឹងឯង បើអញ្ចឹងខ្ញុំទទួលយកពាក្យសុំទោសញ៉ាំមិនឆ្អែតទេ
តែពងមាន់ញ៉ាំឆ្អែតបងថ្លៃនេះខោអាវសង្វិញលើកក្រោយខ្ញុំលេងកុហកពេលទៅមើលមុខគូដណ្ដឹងហើយ ល្អណាស់ចេះគិតគូរលើកក្រោយជួខោអាវគិតបញ្ចុះតម្លៃឲ្យ10នៅគិតលុយទៀតហ៎ បងប្អូនក៏ត្រូវច្បាស់លាស់ដែរថ្លៃបងថ្លៃប្អូនក៏ដូចគ្នារឿងអារម្មណ៍ដាច់ដោយឡែករឿងលុយកាក់ដាច់ដោយឡែកបងថ្លៃខ្ញុំរកទឹក3ថ្ងៃហើយរឿងលួចមាន់គឺរួចរាល់ហើយមែនទេរួចរាល់ហើយលើកក្រោយបើហ៊ានទៀតនឹងត្រូវពិន័យធ្ងន់លេងហ៊ានហើយឃើញមាន់ឥឡូវខ្ញុំដៅវិញឆ្ងាយហាហាហាមិនបានគាត់លេងយំប្រហែលជាដឹងថាយំទៅក៏គ្មានប្រយោជន៍មិនអាក្រក់ទេកាន់តែចេះដឹងច្រើនហើយការហ្វឹកហាត់អំឡុងពេលសាកល្បងពិតជាមានប្រសិទ្ធភាពចុះអញ្ចឹងខ្ញុំអាចក្លាយជាបុគ្គលិកពេញសិទ្ធិបាននៅបានតែមានលក្ខខណ្ឌ3យ៉ាងទី1រឿងធំក្នុងផ្ទះត្រូវពិភាក្សាគ្នាទី2កុំយកពាក្យថាមានខ្នុយមកបង្ខិតបង្ខំខ្ញុំហើយទី3ថ្ងៃក្រោយបើមានអ្នកណាធ្វើបាបខ្ញុំបងត្រូវចេញមុខមុនគេយល់ព្រមលឿនម្លេះមិនខ្លាចខាតទេហីមិនខាតទេព្រោះការបានអូនជាប្រពន្ធគឺបងចំណេញខ្លាំងណាស់កុំមកផ្អែមល្ហែមពេកត្រូវកត់ត្រាទុកកុំឲ្យលើសកម្រិតអញ្ចឹងអូនកត់ទៅកត់អ្វីកត់ថាអាលូជីនគូជំពាក់ជីវិតដ៏មានសុភមង្គលរបស់សិនតាហ្វាមួយជីវិតសងតាមថ្ងៃឬសងតាមខែហាមបោកប្រាស់ណាបានកាលនេះបងពេញចិត្តនឹងកត់បំផុតបងថ្លៃយប់នេះយើងញ៉ាំអីដែរញ៉ាំអីអាស្រ័យលើការងាររបស់អ្នកណាធ្វើការតិចអ្នកនោះញ៉ាំទឹកស៊ុបអញ្ចឹងខ្ញុំទៅពុះអូសឥឡូវនេះហើយខ្ញុំទៅពេះបន្លែខ្ញុំទៅដុតភ្លើងបានយប់នេះថែមពងមាន់មួយហាហាហានេះទើបហៅថាការរស់នៅពីមុននោះគ្រាន់តែជាការរងទុក្ខប៉ុណ្ណោះពេលនេះទើបហៅថាចាប់ផ្ដើមជីវិត